កំសោយកំយំអីអូនហើយនឹងឲ្យសក់ជាទីស្រឡាញ់អ្នកណាក៏ស្រឡាញ់សក់ដែរក៏ប៉ុន្តែតម្រូវហើយមិនដឹងធ្វើម៉េចណាតម្រូវហើយព្រោះគាត់ត្រូវការចាក់គីមីដើម្បីព្យាបាលជំងឺមហារីកអញ្ចឹងហើយបើមិនយើងកោសក់ដើម្បីយកមកដេរធ្វើសក់ពាក់ពេញក្បាលវិញទេនោះគឺមានតែសក់នឹងជ្រុះម្ដងម្ដាយរាល់ថ្ងៃគឺយើងមិនអាចទទួលយកបានតែម្ដងអូនហ្នឹងហើយអញ្ចឹងសូមមេត្តាកុំខមមិនមកជា sticker សោចឬក៏ខមមិនមកនិយាយថាឌឺដងអីចឹងណាបងស្រស់សូមចិត្តត្រឹមនឹងមួយណាព្រោះអ្នកជំងឺហ្នឹងហើយខ្ញុំសុំតែនឹងមួយហ្មងនិយាយមែនហ្នឹងហើយឥឡូវនេះបងស្រស់ក៏បរិច្ចាគសក់ឲ្យគាត់ម្ដុំព្រោះគាត់មកតែម្នាក់ឯងអត់មានអ្នកជួយទេហើយមួយនេះទៀតក៏ហ្នឹងហើយ sponsor ឯណាហ្នឹងហើយបរិច្ចាគពីខាងធៀវដែលគាត់បរិច្ចាគផ្ញើមកឲ្យដែរនឹងបាន3ដុំគ្រប់ទៅហ្នឹងហើយដោយសារតែគាត់ប្រើបានបសសទេហ្នឹងហើយគាត់អត់សូវជាមានធនធានណាស់ដែរទេអញ្ចឹងបានគាត់មកបានតែម្នាក់ឯងហ្នឹងហើយបងស្រស់ក៏ហ្នឹងហើយគាត់ធ្វើការចាក់នៅពេទ្យកលម៉ែតហ្នឹងហើយពេទ្យខ្មែរយើងឥឡូវគឺថាបកកាយខ្លាំងមែនតែម្ដងមិនចាំបាច់ទៅដល់ក្រៅស្រុកក៏បានដែរបាទហើយមួយទៀតអ៊ំស្រីហ្នឹងក៏មិនមែនម្ដាយគាត់ដែរគឺក្មួយគាត់ជាក្មួយនឹងអ៊ំស្រីហ្នឹងគឺជាមីងរបស់អ្នកជំងឺអញ្ចឹងណាហ្នឹងហើយយំរហូតជុំទាំងពីរនាក់តែម្ដងមកស្រស់ទប់អើយទប់ព្រមនឹងជាទប់ល្មិចឲ្យជាប់ទប់តទៅជាប់ហ្នឹងហើយលាក់អារម្មណ៍បងមកស្រស់មិនងាយតក់ទឹកភ្នែកឯប៉ុណ្ណាឃើញទេហ្នឹងហើយសុខចិត្តអត់មែនតែម្ដងបាទហើយឃើញគេយំហេតុនិយមខ្លាំងជាងនេះទៅមកដែរហ្នឹងហើយបាទឃើញថាក្រហមភ្នែកក្រហមច្រមុះអស់ហើយហ្នឹងហើយសក់ក៏ប៉ុន្តែបងសោះចេះលួងលោមគាត់តាំងពីដើមដល់ទីបញ្ចប់ណាហ្នឹងហើយឃើញថាសក់ដែលបងសោះលយគាត់នេះគឺសក់បងសោះលយផ្ទាល់ហើយកំងម៉ូតមិនតម្រូវក្បាលគាត់អញ្ចឹងណាបងប្អូនទាំងអស់គ្នាដើម្បីឲ្យមើលមកសមបាទអញ្ចឹងផ្អាកក្នុងការខមមិនសោចខមមិនអីដែលមិនល្អណាហ្នឹងហើយគាត់ជាអ្នកជំងឺយើងលើកលែងផងលើកលែងបាក់លើកលែងទៅបាទកុំចិត្តតែមានដៃចូលមកខមមិនប្រេះផ្ដាស់អត់ប្រយោជន៍បាទអរគុណ